បាទជំរាបសួរពុកម៉ែបងប្អូនបាទដែលនៅក្នុងស្រុកនិងក្រៅស្រុកបាទថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីចែកជូនបង្ហាញដល់ពុកម៉ែបងប្អូនបាទដែលចង់មានតម្រូវការចង់សាងសង់លបងពុកម៉ែបងប្អូនណាបាទថ្ងៃនេះថ្ងៃទី11បាទថ្ងៃទី11ខែ4ឆ្នាំ2026បាទហើយเพจខាងកូនខ្មែរកំពតខ្ញុំបាទគឺមានចង់ធ្វើបទបង្ហាញពីលបងបងប្អូនណាបាទលបង1.50 ម៉ែត្របាទថា1.50 ម៉ែត្រនិង1.55 ម៉ែត្រគឺវាខុសគ្នារបៀបម៉េចណាបងប្អូនណាថ្ងៃនេះបងប្អូនស្ដាប់ឲ្យតន់ណាបងប្អូនណាបាទហើយ1.50 ម៉ែត្រគឺដៃសសរ3ដើមចេះបងប្អូនណាបាទហើយនេះគឺលបងខ្ញុំមួយខ្សែនេះគឺកម្ពស់តែ2 ម៉ែត្រទេដើម្បីកន្លែងដីខ្ពស់ណាបងប្អូនណាបាទដីខ្ពស់ដីទាបគឺតម្លៃវាមានខុសគ្នាទាំងអស់បងប្អូនណាមិនមែនតម្លៃដូចគ្នាទាំងអស់ទេបាទគឺកម្ពស់2 ម៉ែត្រនេះសម្រាប់កន្លែងដីខ្ពស់បាទគឺចាក់ធ្នឹមមកភ្ជាប់នឹងដីបាទដៃធ្នឹមវា3ដើម4ដើមបាទដៃសសរ3ដើមចេះបងប្អូនណាបាទនិយាយចង់របៀបចឹងបាទយើងលោកដីចេះមកចាក់ដាក់ថ្មចាក់ឡប់ឡាបងប្អូនណាបាទហើយរួចមកយើងធ្វើការចាក់ធ្នឹមបាទនេះបាទយើងលោកដីចេះដាក់ថ្មហើយយើងចាក់ឡប់ឡារួចមកយើងចងដាច់ធ្នឹមហ្នឹង4ដើមធ្នឹមទំហំ18 4ជ្រុងបាទហើយដៃសសរ3ដើមចេះបងប្អូនណាបាទហើយដៃធ្នឹម4ដើមបាទហើយកម្ពស់2 ម៉ែត្រគឺ1.50 ម៉ែត្រទេបាទព្រោះយើងរៀបឥត10ឥតចាក់ហ្នឹងកម្ពស់1 ម៉ែត្រសំណាញ់1 ម៉ែត្រគឺ1.50 ម៉ែត្របងប្អូនណាបាទគឺបងប្អូនស្ដាប់ឲ្យច្រឡំទេបាទរីឯកម្ពស់3 ម៉ែត្រនោះតម្លៃវាផ្សេងបានចាប់ខ្ញុំនឹងមានធ្វើវីដេអូលម្អិតមួយចែកជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងបាទហើយពុកម៉ែបងប្អូនមានតម្រូវការចង់សាងសង់លបងបាត់ព្រំដីបាទបាំងដីបាំងដំណាំបាទសូមពុកម៉ែបងប្អូនតាក់ទងមកតាម YouTube បាទតាម page ខ្ញុំបាទតាម YouTube TikTok បាទនិង Telegram បាទរបស់ខ្ញុំបាទកូនខ្មែរនៅកំពតបាទទទួលធ្វើទូទាំង25ខេត្តក្រុងពុកម៉ែបងប្អូនណាបាទមិនថាចិត្តនេះឆ្ងាយទេឲ្យតែពុកម៉ែបងប្អូនមានតម្រូវការតាក់ទងមកបាទព្រោះខ្ញុំទទួលធ្វើ25ខេត្តក្រុងហើយមិនមានតាលបងទេណាពុកម៉ែបងប្អូនណាបាទមិនមានតាលបងទេគឺថាទទួលធ្វើទាំងផ្ទះដែកផ្ទះថ្មគឺពួកខ្ញុំទទួលធ្វើទាំងអស់មួយចប់ឲ្យពុកម៉ែបងប្អូនបាទបានស្អាតបាទហើយតម្លៃធូរថ្លៃសមរម្យបាទពុកម៉ែបងប្អូនចង់ដឹងពុកម៉ែបងប្អូនអាចតាក់ទងមកតាម Telegram បាទសូមអរគុណពុកម៉ែបងប្អូនបាទនេះជំរាបសួរពុកម៉ែបងប្អូនបាទនេះ1.50 ម៉ែត្រដែលខ្ញុំនិយាយមិញណាពុកម៉ែបងប្អូនណាបាទគឺធ្នឹមវាចាក់អញ្ចឹងបាទធ្នឹម4ដើមអញ្ចឹងណាពុកម៉ែបងប្អូនណាបាទហើយសសរកម្ពស់2 ម៉ែត្រណាពុកម៉ែបងប្អូនណាបាទសសរកម្ពស់2 ម៉ែត្រដៃ3ដើមបាទ1.50 ម៉ែត្របាទអានេះដោយសារកម្ពស់2 ម៉ែត្រនេះវាភ្ជាប់ដីបងប្អូនណាបាទភ្ជាប់ដីទេហើយខ្ញុំនឹងធ្វើបទបង្ហាញអាកន្លែងដែលរៀបអត់ហើយបងប្អូនណាបាទជំរាបសួរបងប្អូនបាទនេះកម្ពស់2 ម៉ែត្រដល់1.50 ម៉ែត្រដែលខ្ញុំប្រាប់បងប្អូនមិញហ្នឹងណាបាទចង់ដាច់របៀបដូចខ្ញុំប្រាប់ទៅដល់បងប្អូនអញ្ចឹងបាទនេះបាទអានេះជាប់ដីអញ្ចឹងណាបងប្អូនណាបាទរៀបអត់ម៉ងអត់ចាក់អញ្ចឹងណាបាទកម្ពស់1 ម៉ែត្រសំណាញ់1 ម៉ែត្រណាបងប្អូនណាបាទទាំងអស់វា2 ម៉ែត្រគឺ1 ម៉ែត្រ1.50 ម៉ែត្របងប្អូនណាហើយជើងសំណាញ់យើងរៀបហើយយើងធ្វើការដាក់សំណាញ់ហើយចេះគឺយើងធ្វើការបិទបោកជ្រុងវាស្អាតដើម្បីចាប់ជាមួយជើងសំណាញ់ហ្នឹងឲ្យបានជាប់រឹងមាំចឹងណាបងប្អូនណាបាទអញ្ចឹង1.50 ម៉ែត្រនេះមិនថ្លៃទេបងប្អូនបាទសម្រាប់ក្រុមเพจរបស់ខ្ញុំធ្វើគឺអត់ថ្លៃទេបាទតម្លៃទូទៅបាទខ្ញុំធ្វើបាទដោយសារអីវ៉ាន់ឡើងបងប្អូនណាបាទអានេះ1.50 ម៉ែត្រនេះគឺមានកម្ពស់2 ម៉ែត្រអញ្ចឹងណាបងប្អូនណាអត់មានអត់20ក្រោមទេបាទហើយអត់20ក្រោមតម្លៃផ្សេងបាទដូចវីដេអូខ្ញុំធ្វើមុនអញ្ចឹងណាបងប្អូនណាបាទបងប្អូនមានតម្រូវការចង់សាងសង់បាទមានតម្រូវការចង់សាងសង់
សូមពុកម៉ែបងប្អូនបាទតាក់ទងមកតាម YouTube បាទលេខ Telegram បាទជាចុងក្រោយសូមពុកម៉ែបងប្អូនជួយចុច Subscribe បាទជួយ Like ជួយ Share ឲ្យខ្ញុំម្នាក់មួយផងបាទ Page កូនខ្មែរនៅកំពតបាទសូមអរគុណ